មានតំណែងលៀងថាបងប្អូនយើងនៅខាងស្រុកកំពង់ស្វាយក៏មានវត្តមាននៅឯបឹងម្លិចនៅក្នុងថ្ងៃទីតោះបងប្អូនយើងណាខ្លះដែលចង់មើលទូកងអញ្ចឹងជម្រាបប្រាប់បងប្អូនបានជ្រាបថានៅថ្ងៃទី29ខែកក្កដាឆ្នាំ2026នេះគណៈកម្មការទូកងមួយដែលមានឈ្មោះថាសាមគ្គីធិបតីសែនជីបារមីស្រីទេពរបស់បងប្អូនយើងនៅខាងភូមិឈុកបឹងឃុំសម្បូរស្រុកប្រាសាទសម្បូរខេត្តកំពង់ធំជាមួយនឹងគណៈកម្មការជាមួយនឹងព្រះចៅអធិការវត្តស្រីទេពផ្ទាល់បានរៀបចំកម្មវិធីបណ្ណាំងទូកងមួយដែលមានចំណុះ22នាក់និងចំណុះ12នាក់ដែលជាទូកងផ្កាចាអញ្ចឹងជម្រាបប្រាប់បងប្អូនបានជ្រាបថានៅក្នុងថ្ងៃទី29ខែកក្កដាឆ្នាំ2026នេះស្រុកប្រាសាទសម្បូររបស់យើងនឹងមានកម្មវិធីមួយដ៏កក្រើកខ្លាំងមែនទែនដែលទីតាំងនៅបឹងម្លិចភូមិឈូកបឹងឃុំសម្បូរស្រុកប្រាសាទសម្បូរខេត្តកំពង់ធំផ្ទាល់តែម្ដងនៅទល់មុខវត្តស្រីទេពផ្ទាល់តែម្ដងអញ្ចឹងមានតំណែងលៀងថាមានចំនួនទូកដែលចូលរួមគិតត្រឹមថ្ងៃនេះគឺចំនួន16ទូកហើយមានទាំងចំណុះ22នាក់មានទាំងផ្កាចាដែលជាចំណុះ12នាក់រួមទាំងបងប្អូនយើងនៅខាងស្រុកសាសម្បូរខាងស្រុកសន្តានហើយមានតំណែងលៀងថាបងប្អូនយើងនៅខាងស្រុកកំពង់ស្វាយក៏មានវត្តមាននៅឯបឹងម្លិចនៅក្នុងថ្ងៃទី29នេះផ្ទាល់ផងដែរអញ្ចឹងបងប្អូនយើងដែលនិយមគ្រប់គ្រងវិស័យទូកងកុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នាខ្ញុំក៏អាចមានវត្តមាននៅទីនោះផងដែរអញ្ចឹងអរគុណបងប្អូន